បាទសួស្តីបងប្អូនស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃដែលខ្ញុំចង់ចែកម្លែកបងប្អូនពីរបៀបចូលទៅ reset ម៉ាស៊ីនកុំព្យូទ័ររបស់យើងតើការ reset មានប៉ុន្មានដំណាក់កាលហើយដំណាក់កាលនីមួយៗតើយើងប្រើប្រាស់បែបណាខ្លះហើយបងប្អូនដែលថ្មីបងប្អូនដែលតាមដាននៅ Channel YouTube របស់ខ្ញុំបងប្អូនកុំភ្លេចចុច Subscribe នៅ Channel YouTube របស់ខ្ញុំនិង Facebook Page follow ហើយនិង account TikTok របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតអញ្ចឹងបងប្អូនណាខ្លះអត់ទាន់ចុចតាមដាននៅគឺទៅចុច Subscribe នៅ Channel របស់ខ្ញុំទេបងប្អូនអាចចុច Subscribe ដើម្បីទទួលបាននៅរាល់វីដេអូថ្មីដែលខ្ញុំមកផុសទៅហ្នឹងគឺនឹងឃើញបងប្អូនមុនគេតែម្ដងបងប្អូននឹងឃើញនៅលើអេក្រង់បងប្អូនមុនគេតែម្ដងអញ្ចឹងគឺការចែកម្លែកគឺសម្រាប់បងប្អូនដែលប្រើប្រាស់នៅកុំព្យូទ័រថ្មីអញ្ចឹងជាពិសេសបងប្អូនអត់ទាន់ចេះប្រើប្រាស់កុំព្យូទ័រថ្មីហ្នឹងអត់ទាន់ចេះប្រើប្រាស់ឲ្យបានច្បាស់លាស់ទេហ្នឹងគឺធ្វើឲ្យយើងលំបាកមែនតើអញ្ចឹងខ្ញុំធ្វើបទបង្ហាញនេះគឺសម្រាប់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់នៅកុំព្យូទ័រថ្មីឲ្យគាត់ចេះប្រើគឺយើងប្រើគឺដោយសុវត្ថិភាពគឺទោះបីយើងមានជាប់នៅចំណុចណាមួយឲ្យតែយើងនៅចុចកុំព្យូទ័របានអញ្ចឹងគឺយើងអាចដោះស្រាយបានទាំងអស់មិនថាជាប់អ្វីទេឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅកាន់កុំព្យូទ័ររបស់គ្នាតោះ Let's go បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃដែលចង់ចែកម្លែកបងប្អូនពីរបៀបចូលទៅ reset ម៉ាស៊ីនកុំព្យូទ័ររបស់យើងតើការ reset នោះមានប៉ុន្មានដំណាក់កាលហើយអ្វីខ្លះខុសគ្នាអ្វីខ្លះអញ្ចឹងគឺការ reset ម៉ាស៊ីនកុំព្យូទ័ររបស់យើងនឹងគឺ reset ធ្វើឲ្យកុំព្យូទ័ររបស់យើងគឺដើរលឿន original ដូចយើងទិញមកថ្មីអញ្ចឹងគឺការ reset ហ្នឹងគឺមាន3ដំណាក់កាលខុសគ្នាបងប្អូនបាទតើ reset បែបណាទើបត្រឹមត្រូវហើយពិសេសគឺបងប្អូនដែលប្រើប្រាស់នៅកុំព្យូទ័រថ្មីអញ្ចឹងបងប្អូនអត់ទាន់យល់ច្បាស់ពីការ reset ហ្នឹងទេអញ្ចឹងការ reset នេះគឺសំខាន់មែនទែនសម្រាប់បងប្អូនទាំងអស់គ្នាឲ្យយកចិត្តទុកដាក់ដើម្បីយើងប្រើប្រាស់ទៅគឺមានសុវត្ថិភាពខ្ពស់អញ្ចឹងកាលណាយើងចេះប្រើគឺយើងចេះ reset យើងចេះប្រើប្រាស់នៅកុំព្យូទ័រទើបយើងគឺល្អដល់យើងគឺមិនខាតពេលច្រើនឧទាហរណ៍ថាពេលខ្លះយើងអត់ចេះ reset យើងអត់ចេះដំឡើងវិញដោយខ្លួនឯងអញ្ចឹងមានតែបងប្អូនអញ្ជើញទៅជាងហើយកុំព្យូទ័របងប្អូនគឺមានពេលខ្លះគឺមានបញ្ហាពេលទិញមកហ្នឹងគឺមានបញ្ហាយ៉ាងម៉េចដូចជា Microsoft Store ហ្នឹងគឺអត់ដំណើរការអញ្ចឹងពេលដែលយើងចង់បញ្ចូលកម្មវិធីយើងចង់ប្រើប្រាស់នៅកម្មវិធីណាមួយហ្នឹងពេលខ្លះបងប្អូនអាចយកកុំព្យូទ័រទៅជាងទៅឲ្យជាងដំឡើងកម្មវិធីឲ្យអញ្ចឹងទៅពេលខ្លះបងប្អូនគ្រាន់តែតែងចេញពី browser ហ្នឹងគឺបងប្អូនអត់ទាន់ចេះតែងចេញពី browser ទៀតអញ្ចឹងបើសិនជាបងប្អូនទិញកុំព្យូទ័រមកថ្មីបងប្អូនចូលទៅមើល Microsoft Store វាហ្នឹងបើសិនជាអត់ដំណើរការទេអញ្ចឹងយើងមានតែតែងចេញពី browser ហើយមួយទៀតបើសិនជាក្នុងកុំព្យូទ័រហ្នឹងគឺគេកំណត់ពីគេមកគឺអត់ល្អហើយទោះបីយើងប្រើប្រាស់ក៏អត់ល្អដែរមិនថាមិចស្រូបសម្លេងរបស់យើងពេលខ្លះបងប្អូនខ្លះគាត់ទិញនៅម៉ៃផ្សេងដើម្បីភ្ជាប់ជាមួយនឹងកុំព្យូទ័ររបស់យើងតែសម្រាប់កុំព្យូទ័រ laptop គឺមានមិចនៅខាងក្នុងនឹងស្រាប់តែម្ដងអញ្ចឹងបើសិនជាយើងអត់ចេះប្រើប្រាស់ទេគឺធ្វើឲ្យយើងពិបាកមែនតើអញ្ចឹងពេលដែលយើង record screen អីហ្នឹងទៅអញ្ចឹងពេលខ្លះគឺយើងចាប់សម្លេងយើងអត់សូវច្បាស់ហើយអត់ឮខ្លាំងទៀតនេះគឺកុំព្យូទ័ររបស់ខ្ញុំនេះគឺកាលខ្ញុំមិនទាន់ reset ហ្នឹងគឺកម្មវិធីផ្សេងការ record screen ហ្នឹងគឺសំឡេងគឺ on មែនតើសំឡេងគឺឮតិចមែនតើយើងអត់ដឹងថាមកពីបញ្ហាអីទេនិយាយទៅបើសិនជាបងប្អូនទិញកុំព្យូទ័រមកបងប្អូនត្រូវតែចេះ reset ចេះតម្លើងកម្មវិធីដោយខ្លួនឯងចេះរៀបចំដោយខ្លួនឯងចេះទាញកម្មវិធីចេះប្រើប្រាស់នៅកុំព្យូទ័រនៅចំណុចផ្សេងឲ្យច្បាស់លាស់នោះទៅបងប្អូនមិនមានហានិភ័យ
chẳng về class dương cho bị tối dương thầy chẳng dương mình ai thôi con ai bán chẳng cứ tay từ miền màu xài hay bọn bọn ai search trong YouTube tới cứ nông miền là ca chạy lên thì tra được trong YouTube nâng trong bây bọn class bọn cho tới bọn thầy chẳng cái nào thấy miền là căn công tơ được chiến cái nào tới chiến cứ on lùi hại công tơ của nhóm cả nhóm toàn reset Microsoft Store nó cứ ở toànដំណើរការគឺប្រើប្រហាត់បានទេហើយកម្មវិធីផ្សេងមួយចំនួនក៏ប្រើប្រហាត់បានដែរអញ្ចឹងចាប់ពីខ្ញុំ reset ខ្លួនឯងទៅគឺមកជាលក្ខណៈកុំព្យូទ័រថ្មីនេះគឺមាន app តែ3នេះទេគេមាន My Computer Microsoft Edge នេះហើយនឹងកន្លែងធុងសំរាមយើងនឹងអញ្ចឹងមានតែ3ចំណុចហ្នឹងទេអញ្ចឹងកម្មវិធីទាំងអស់នេះអញ្ចឹងគឺខ្ញុំ download មកខ្លួនឯងហើយដល់ពេលខ្ញុំតម្លើងខ្លួនឯងរៀបចំដោយខ្លួនឯងទៅគឺ Microsoft Store ហ្នឹងគឺយើងអាចប្រើប្រាស់បានអញ្ចឹងកាលមុនដែលខ្ញុំទិញមកនោះគឺខ្ញុំចូលទៅមើលទៅគឺកុំព្យូទ័រហ្នឹងពេលយើងឆែកទៅឲ្យ update ឆែកទៅឲ្យ update ហើយអត់មានរូបភាព game ឬក៏រូបភាពapp ផ្សេងនៅខាងក្នុងហ្នឹងទេគឺអត់មានទាំងអស់តែម្ដងអញ្ចឹងបើន័យថាទូរស័ព្ទកុំព្យូទ័ររបស់យើងហ្នឹងគឺមានបញ្ហាអញ្ចឹងគាត់ថាមានបញ្ហាទៅចឹងគឺយើងប្រើប្រាស់គឺអត់ល្អមែនតើអត់ល្អទេយើងប្រើប្រាស់អត់ល្អទេដល់ពេលខ្ញុំ reset ហើយទៅគឺខ្ញុំមានអារម្មណ៍ថាស្រឡាញ់កុំព្យូទ័រឡើងវិញតែម្ដងអញ្ចឹងបងប្អូនដែលដៃថ្មីជាពិសេសអ្នកប្រើប្រាស់កុំព្យូទ័រថ្មីហ្នឹងបងប្អូនអត់ទាន់យល់ច្បាស់អញ្ចឹងបងប្អូនគួរតែស្រាវជ្រាវនៅការប្រើប្រាស់កុំព្យូទ័រនៅក្នុង YouTube របស់យើងហ្នឹងមិនខ្វះទេអ្នកដែលចែកម្លែកមិនថាខ្ញុំមិនថាគេទេគឺមានការចែកម្លែកជាច្រើនតាំងពីការដំឡើង Windows ការឈូសនៅម៉ាស៊ីនកុំព្យូទ័រចោលពីចាស់មកថ្មីអញ្ចឹងយើងឈូសទៅគឺលក្ខណៈគឺកុំព្យូទ័រថ្មីតែម្ដងអញ្ចឹងលក្ខណៈកុំព្យូទ័រថ្មីយើងមកដំឡើង app ឲ្យខ្លួនឯងទាំងអស់ហើយកម្មវិធីក៏ដំណើរការស្រួលឡើងវិញដែរអត់មានបញ្ហាអីទាំងអស់អាហ្នឹងកាលណាដែលយើងប្រើកុំព្យូទ័រយើងព្យាយាមប្រើប្រាស់វាឲ្យបានល្អអញ្ចឹងបងប្អូនគួរតែរកការស្វែងយល់នៅក្នុង YouTube អញ្ចឹង YouTube ជាច្រើនបងប្អូនអាចចែកម្លែកច្រើនមែនតើអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូននឹងចេះប្រើទាំងអស់គ្នាយើងប្រើទៅយើងមិនចូលជាងទេកាលណាទៅចូលជាងគឺអស់លុយហើយទោះបីជាប់បែបណាក៏ដោយលុះត្រាតែជាប់ទៅគឺយើងមិនអាចចុចអីបានអាហ្នឹងទៅយើងទៅជាងតែបើថាយើងជាប់គ្រាន់តែជាប់អីផ្សេងយើងអាចចុចទៅកន្លែងផ្សេងបានដូចជាកន្លែង setting យើងអាចចូលកំណត់អីផ្សេងបានហ្នឹងខ្ញុំជឿជាក់ថាយើងអាចដោះបានគ្រប់គ្នាតែម្ដងឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅមើលកន្លែងការ reset មាន3ចំណុចខុសៗគ្នាហ្នឹងតោះចឹងចូលមកកន្លែង setting របស់យើងមកកន្លែង Windows ហ្នឹងកន្លែងសញ្ញា Windows ខាងក្រោមវាហ្នឹងបន្ទាប់មកបងប្អូនចូលកន្លែង setting មកយើងចូលកន្លែង setting ហើយបងប្អូនចូលកន្លែងសញ្ញាសោនេះបងប្អូនបាទយ៉ាសួស្ដីបងប្អូនបាទយើងចូលសារថ្មីបងប្អូនចូលកន្លែងសញ្ញា Windows នេះមកហើយកន្លែងនេះគឺមានកន្លែងចំណុចមួយអញ្ចឹង restart ហ្នឹងគឺ restart តែមួយ play ទេ restart ម៉ាស៊ីនតែមួយ play ទេគឺនឹងបើកមកវិញខ្លួនឯងឯកន្លែងនេះគឺបិទកន្លែងនេះពេលដែលយើងបិទទៅគឺអត់បើកខ្លួនឯងទេអញ្ចឹងពេលដែលយើងបិទហ្នឹងគឺកុំព្យូទ័រអត់បើកទេលុះត្រាតែយើងចុចបើកវិញហើយកន្លែងនេះគឺ sleep ហ្នឹងគឺអេក្រង់គឺបិទអត់ឃើញអីទេគឺអេក្រង់បិទអញ្ចឹងកន្លែងនេះគឺ restart ធម្មតាទេបងប្អូនបាទ restart ធម្មតាបិទធម្មតាអញ្ចឹងកន្លែងហ្នឹងគឺបងប្អូនត្រូវយល់về nóឲ្យច្បាស់អញ្ចឹងយើងចុចកន្លែង power ហ្នឹងគឺមាន start ហើយនឹង shutdown នឹង shutdown ហ្នឹងគឺបិទរហូតអញ្ចឹង restart នេះគឺយើងចុច restart ហ្នឹងទៅគឺវាបើកមកវិញដល់ auto ហើយមួយចំណុចទៀតយើងចុចចូលកន្លែង setting ហ្នឹងមកហើយចំណុចទី2នេះបងប្អូនចុចចូលកន្លែងនេះកន្លែង update
and security អញ្ចឹងគេចូលលើនឹងមកអញ្ចឹងមិនឲ្យចំណុចកន្លែងនេះគឺកន្លែងការអាប់ដេតបងប្អូនបាទកន្លែងការអាប់ដេតរបស់វាគឺពេលដែលកុំព្យូទ័រខ្ញុំប្រើដំបូងហ្នឹងគឺកន្លែងនេះគឺចេញសញ្ញាពណ៌ក្រហមគឺអត់មានគ្រីសចឹងទេយើងកន្លែងនេះគឺចេញគ្រីសអញ្ចឹងបើនេះថាម៉ាស៊ីនកុំព្យូទ័ររបស់យើងហ្នឹងគឺដំណើរការល្អឡើងវិញនេះអញ្ចឹងបងប្អូនចុចចូលកន្លែងនេះបងប្អូនចុច recovery នេះចុចចូលឡើងនឹងមកហើយកន្លែងចំណុចទី2នេះគឺនេះគឺកន្លែង restart now នេះ restart now នេះគឺ restart ហ្នឹងគឺយើង restart ទៅគឺកម្មវិធីនៅក្នុងកុំព្យូទ័ររបស់យើងទាំងប៉ុន្មានហ្នឹងគឺអត់បាត់ទេអញ្ចឹងគឺអត់លុបទេអញ្ចឹងកម្មវិធីយើងហ្នឹងគឺនៅដដែលតែ setting កន្លែងដែលយើងបដូរអីផ្សេងហ្នឹងគឺវាបដូរអស់ហើយអញ្ចឹង reset នេះគឺ reset ទាំង setting reset ទាំងឧទាហរណ៍មេរោគផ្សេងឬក៏ទិន្នន័យជាប់ក្នុងកុំព្យូទ័ររបស់យើងហ្នឹងគឺវាបានលុបចោលទាំងអស់ហើយការកំណត់ផ្សេងនៅក្នុង setting ហ្នឹងក៏វាបានលុបចោលដែរតែ app ដែលយើង down មកនៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងគឺនៅដំណើរការដូចដែលយើងប្រើប្រាស់អញ្ចឹងដូចគ្នាយើងនៅប្រើប្រាស់បានធម្មតាហើយចំណុចទី3នោះគឺ get start អញ្ចឹង get start នេះគឺមានន័យថា get start គឺលុបចោលទាំងអស់លុបចោលមិនថាកម្មវិធីមិនថា Windows អញ្ចឹងកម្មវិធីផ្សេងហើយកន្លែងលុបចោលនេះកន្លែង get start នេះគឺយើងអាចកំណត់កុំឲ្យលុប Windows បានហើយកម្មវិធីផ្សេងគឺលុបទាំងអស់មិនថាមេរោគឬក៏ទិន្នន័យផ្សេងទេឬថតវីដេអូអីហ្នឹងគឺលុបចោលទាំងអស់នៅបើកមកវិញគឺនៅតែកម្មវិធី SIM ទេគឺកម្មវិធី SIM ហ្នឹងគឺមានតែ3 app ដែលខ្ញុំប្រាប់ពីដំបូងឡើយហ្នឹងអញ្ចឹងគឺការ reset ហ្នឹងគឺសំខាន់មែនទែនបងប្អូនបាទហើយការ reset ឬការ restart នេះទាមទារឲ្យបងប្អូនចេះនៅភាសាអង់គ្លេសខ្លះដើម្បីយើងមើលទៅថាតើចំណុចណាដែលយើងត្រូវរៀបចំវាចំណុចណាដែលយើងមិនត្រូវរៀបចំវាគឺយើងអាចមើលបានដោយខ្លួនឯងអញ្ចឹងចំណុចមួយទៀតដែលបងប្អូនអត់ចេះភាសាអង់គ្លេសបងប្អូនអាចប្រើប្រាស់នៅ Google Translate អញ្ចឹងយើងថតជាកាមេរ៉ាហើយយើងបកមកជាភាសាខ្មែរវិញយើងដឹងថាកន្លែងចំណុចណាធ្វើអីហ្នឹងគឺគេដាក់ចេញមកគឺតម្រង់ច្បាស់ដូចជាភាសាខ្មែរអញ្ចឹងដូចគ្នាបងប្អូនបាទហើយការប្រើប្រាស់របស់ខ្ញុំធ្វើបទបង្ហាញបងប្អូននេះគឺសម្រាប់ឲ្យបងប្អូនដៃថ្មីដែលប្រើប្រាស់កុំព្យូទ័រលើកដំបូងបងប្អូនអត់ចេះទេបងប្អូនអាចទស្សនាវីដេអូខ្ញុំបានហើយបងប្អូនណាខ្លះដែលមានចម្ងល់ឆ្ងល់ចំណុចណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូដើម្បីខ្ញុំបកស្រាយប្រាប់បងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនទស្សនានៅវីដេអូនេះមានចំណុចខ្វះខាតនៅត្រង់ចំណុចណាសូមបងប្អូនខន្តីអភ័យទោសហើយបងប្អូនដែលស្រឡាញ់ចូលចិត្តខ្ញុំបងប្អូនកុំភ្លេចចុច Subscribe តាមដាននៅ Channel YouTube ឬក៏ Facebook Page ឬក៏ TikTok account របស់ខ្ញុំគឺឈ្មោះដូចគ្នាបងប្អូនបាទ VNK TCH អញ្ចឹងបងប្អូនគ្រាន់តែចូលទៅ social media ណាមួយទៅបងប្អូន search ឈ្មោះខ្ញុំទៅគឺឃើញតែម្ដងហ្នឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនពេញចិត្តកុំភ្លេចចុច Subscribe ឲ្យម្នាក់ឲ្យផងជួបគ្នានៅវីដេអូក្រោយបាយ